បាទសួស្តីអ្នកទាំងអស់គ្នាបាទជាងដែលថ្មីដែលទៅរៀនកាត់សក់អីដែលចង់បាទរបៀបលាយទឹកថ្នាំបាទខ្ញុំយកម្សៅនឹងពាក់ត្រឹមពាក់កណ្ដាលមកហើយទឹកអុកស៊ីតនឹងពាក់កណ្ដាលមកហើយលាយហើយកូរឲ្យសព្វមកហើយចាប់ផ្ដើមលាបជូនភ្ញៀវរបស់ខ្ញុំបាទបងប្អូនមើលសកម្មភាពខ្ញុំលាយទាំងលាបពណ៌សក់ទាំងអស់គ្នាបាទនឹងចេះពីរបៀបលាបបាទបងប្អូនមិនបាច់ទៅលាបនៅកន្លែងជាងក៏បានដែរបើបងប្អូនចង់ចំណាយលុយទិញថ្នាំយើងលាបបានច្រើនដងអីចឹងណាបងប្អូនក៏អាចធ្វើចឹងក៏បានដែរបើបងប្អូនមិនជាងបាទសម្រាប់ជាងដែលថ្មីទៅហ៊ានកាត់សក់អីចឹងក៏រៀនមើលវីដេអូហ្នឹងទៅក៏យើងអាចចេះខ្លះចឹងណាបងប្អូនយើងយកទៅអនុវត្តខ្លួនឯងអីចឹងណាហើយមើលសកម្មភាពខ្ញុំរៀបជូនភ្ញៀវទាំងអស់គ្នាបាទគឺជើងឆ្កឹះពណ៌គាត់ហ្នឹងហើយក៏លាបឲ្យជូនគាត់បាទសម្រាប់ទឹកថ្នាំដែលខ្ញុំយកមកលាបជូនភ្ញៀវគឺមិនប៉ះពាល់សរសៃសក់ទេបាទគឺលាបទៅអត់កុហកកាហាយទេអត់ដុតទឹកថ្នាំខ្លះទេគឺលាបទៅកាហាយក្បាលអីចឹងណាសម្រាប់ទឹកថ្នាំល្អបាទខ្ញុំលាយលាបជូនភ្ញៀវសម្រាប់វិធីលាបគឺលាបតែសក់ដែលយើងឆ្កឹះអកឆ្កឹះចេញពីថង់ស្បោងហ្នឹងមិនឲ្យទៅលាបប៉ះនឹងសរសៃសក់ដែលយើងអត់ឆ្កឹះចេញទេបាទគឺយើងលាបតែសក់ដែលយើងឆ្កឹះចេញអញ្ចឹងណាយើងលាបឲ្យសប់អញ្ចឹងទៅហើយយើងលាបយើងលាបហើយយើងមើលម្ដងទៀតបាទដើម្បីឲ្យវាសប់ចូលគ្នាកុំឲ្យខ្លះអត់បានលាបអត់អីអញ្ចឹងណាអត់ជាទឹកថ្នាំអញ្ចឹងវាអត់ឡើងពណ៌បានល្អទេគឺវាបានតែ50 70ទេបើយើងលាបអត់សប់យើងយកសប់ចុះវាឡើងដល់90ទៅ100%អញ្ចឹងវាចេញពណ៌មកស្អាតហ្មងអញ្ចឹងយើងត្រូវមើលឲ្យល្អិតល្អន់អញ្ចឹងណាហ្នឹងហើយបងប្អូនមើលសមភាពខ្ញុំទាំងអស់គ្នាបាទវីដេអូមានតែប៉ុណ្ណឹងកុំភ្លេចតាមដានវា3ដែលខ្ញុំលាបទៅវាចេញពណ៌មកស្អាតអញ្ចឹងណាកុំភ្លេច like វីដេអូខ្ញុំ share អ្នកមួយបាទអរគុណច្រើន